ម្ចាស់កត្រីនៃវ៉ាសៀមីម្នាក់នឹងជាម្ចាស់កត្រីដ៏ខ្ពង់ខ្ពស់នៃវ៉ាសៀមិនអាចទៅរួចទេនាងគ្រាន់តែជាស្រីអ្នកស្រែសោះនឹងហេតុអីក៏ឯងមិនលុតជង្គង់នៅចំពោះមុខម្ចាស់កត្រីនៃវ៉ាសៀឯងចង់ងាប់មែនទេខ្ញុំមិនមែនជាម្ចាស់កត្រីនៃវ៉ាសៀទេសូមក្រោកឡើងក្រាបទូលព្រះនាងឯងកំពុងពាក់កងដៃស័ក្តិសិទ្ធិរបស់ម្ចាស់ទឹកដីវ៉ាសៀឥឡូវនេះឯងមានអំណាចពេញលេញក្នុងដៃហើយឯងចង់ធ្វើអ្វីក៏បានដែរចំពោះពួកមនុស្សដែលបានប្រមាថឯងទាំងនេះហាSteven Gold ឯងខ្វាក់ឬក៏ថ្លង់មែនទេម្ចាស់ទឹកដីវ៉ាសៀនៅទីនេះហាក់សៀនឯងហ៊ានណាស់ដែលមិនព្រមលុតជង្គង់គោរពឯងចង់ឲ្យខ្ញុំលុតជង្គង់ចំពោះនាងមែនទេមីម្នាក់នេះគ្រាន់តែសំណាងរើបានកងដៃស័ក្តិសិទ្ធិនឹងតើឥតន័យមែនពួកឯងចាប់ពួកគេទៅនរណាហ៊ានសៀនឯងនៅតែល្ងងដូចមុនដដែលលោកព្រមទទួលស្គាល់ស្រីម្នាក់នេះជាអ្នកគ្រប់គ្រងថ្មីរបស់វ៉ាសៀមែនទេគ្រាន់តែផ្អែកលើខ្សែដៃរបស់នាងនឹងហើយលោកមិនមែននិយាយមែនទេ Steven នរណាដែលដាស់អំណាចខ្សែដៃនេះបានគឺជាអ្នកគ្រប់គ្រងថ្មីរបស់វ៉ាសៀឈប់កុហកខ្លួនឯងទៀតទៅអ្នកគ្រប់គ្រងចាស់របស់វ៉ាសៀត្រូវបានអញបោកប្រាស់បន្ទាប់ពីជឿសម្ដីភូតភររបស់អ្នករួចមកលើកនេះខ្ញុំមិនឲ្យវាកើតឡើងម្ដងទៀតឡើយហាសៀនបើឯងយល់មើលគុណដល់ថ្នាក់នឹងអីចឹងខ្ញុំនឹងចាត់ការឯងដែរទៅមើលចាំមើលអ្នកណាហ៊ានខ្ញុំហ្វឹកហាត់កូនចៃរាប់ឆ្នាំដើម្បីកម្ចាត់ពួកថោកទាបដូចជាឯងពួកឯងចាប់វាកុំឲ្យ Steven រត់រួចឲ្យសោះលោកម្ចាស់ Steven បានរត់គេចខ្លួនបាត់ហើយក្នុងពេលកំពុងហើយគ្នាមកបន្ថែមចាប់ខ្លួនគេឲ្យបានទូក្នុងតម្លៃណាស់អូនសម្លាញ់មេនីសម្លាញ់អូនមិនអីទេមែនទេស៊ីប្រញាប់នាំលេស៊ីនិង Drew ទៅមន្ទីរពេទ្យភ្លាមទៅបន្តិចទៀតបងទៅដល់ហើយណាទៅឲ្យលឿនទៅអូនសម្លាញ់របស់បងខុសហើយមែននេះប្រពន្ធសម្លាញ់របស់បងខុសហើយមែននេះខ្ញុំខុសហើយតើអ្នកជាអ្នកណាអញហ៊ានណាស់ដែលមកឆ្លើយដាក់អ្នកដឹកនាំនាងគឺជាប្រពន្ធរបស់ខ្ញុំពិតមែនហើយលោកទទួលបានភាគហ៊ុន100នៃក្រុមហ៊ុន Apex Corp រួចហើយពួកយើងលែងជាប្តីប្រពន្ធនឹងគ្នាទៀតហើយកុំអីមីនីមើលនេះខ្ញុំមិនចង់បានសម្បីតែមួយសេះខ្ញុំហែកវាចោលហើយឥឡូវវាខ្ទេចអស់ហើយមីនីឥឡូវនេះបងគ្រាន់តែចង់រស់នៅក្បែរអូនរហូតទៅមែននេះចង់រស់នៅក្បែរខ្ញុំអីចឹងមិនត្រឹមតែពីមុនលោកធ្លាប់ធ្វើបាបខ្ញុំទេតែថ្ងៃនេះលោកថែមទាំងហ៊ានយកជីវិតលេស៊ីមកធ្វើជាធ្នូដើម្បីគំរាមខ្ញុំទៀតលោកពិតជាចិត្តដាច់ណាស់មិនមែនទេមីងបងមិនបានធ្វើទេគឺជានាងគឺមីស្រីម្នាក់នេះតាមិនមែនបងទេគឺនាងជាអ្នកចាប់ចម្រិតលេស៊ីនាងគំរាមឲ្យខ្ញុំធ្វើបែបហ្នឹងមីចង្រៃនេះមីស្រីថោកទាបយើងនឹងដាក់ទោសឯងអាល្អិតចង្រៃឯងបោកយើងសម្ដែងបន្តទៀតទៅកុំអីមែននេះមីចង្រៃនេះធ្វើបាបលេស៊ីខ្ញុំកំពុងសងសឹកឲ្យនាងខ្ញុំដាក់ទោសវាដើម្បីឯងនឹងលេស៊ីមែននេះឯងនិយាយត្រូវហើយមែនហើយខ្ញុំគួរតែប្រដៅឯងឲ្យរៀងចោលម្ដងជំនួសមុខឲ្យកូនស្រីរបស់ខ្ញុំឯងលោកវីខ្ញុំត្រូវហើយខ្ញុំសុំតែត្រូវបែបនេះឯងខ្ញុំមិនមែនជាមនុស្សទេខ្ញុំជាបិសាចមីនេះយ៉ាងណាក៏ខ្ញុំធ្លាប់បានជួយឯងពីពួកជួញដូរមនុស្សដែរបើគិតពីចំណុចនេះលើកលែងទោសឲ្យបងតែម្ដងនេះទៅណាមីនេះឯងគ្មានសិទ្ធិមកយកមុខមាត់ពីរឿងហ្នឹងទេឯងបានត្រូវរកគ្នាជាមួយពួកជួញដូរមនុស្សតើឯងបានលក់ស្រីទៅឲ្យភូមិអញអស់ប៉ុន្មានអ្នកហើយដើម្បីយកទៅធ្វើជាមេពូជនឹងហីអសត្រឆានលោកម្ចាស់វាគឺជាឧក្រិដ្ឋជនដ៏អាក្រក់ម្នាក់សូមអនុញ្ញាតឲ្យខ្ញុំនាំខ្លួនវាទៅវានឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរល្អហើយខ្ញុំមិនចង់ឃើញមុខវាទៀតទេមីនីបងខុសហើយមីនីសូមអង្វរកុំដាក់គាត់ក្នុងគុកគំនិតអីទេមីនីមេត្តាលើកលែងឲ្យគាត់ម្ដងទៅមីនីរបួសរបស់ Drew ចិត្តជាសះស្បើយហើយចំណែកជំងឺហឺតរបស់ Lacey ខ្ញុំបានរៀបចំថ្នាំរួចរាល់ហើយនាងនឹងឆាប់ជាសះស្បើយហើយល្អណាស់ Jesse ខ្ញុំជំពាក់គុណឯងហើយលោកម្ចាស់ខ្ញុំមានដំណឹងពីមេតប Strong តុលាការកំពូលនឹងបើកសំណួរការជាសាធារណៈសម្រាប់គាត់ក្នុងពេល3ថ្ងៃទៀតស្អីគេ
ក្នុងនាមខ្ញុំជាអនុប្រធានតុលាការកំពូលខ្ញុំសូមប្រកាសថា Brandon Strong មានទោសពីបទសម្លាប់រង្គាលលើជន Civil Slow ត្រង់ជាបន្តបន្ទាប់ Brandon Strong នឹងត្រូវទទួលទណ្ឌកម្មវីនិងរំពាត់100ដោយមានការដឹងឮពីសំណាក់ប្រជាជនវេស្យតាមរយៈការផ្សាយផ្ទាល់ចំនួន100លើគួរតែប្រហារជីវិតវាឥឡូវនេះទៅមែនហើយត្រូវហើយប្រន្ទាទោសប្រហារជីវិតវាទៅខ្ញុំមិនបានធ្វើទេផាឡាតើអាណាទៅសោកប៉ាន់ឯងមិនក៏អ្នកហ៊ានកាត់ទោសប្រហារជីវិតខ្ញុំមើលទៅឯងហ៊ានណាស់ដែលមកមួលបង្កាច់ខ្ញុំលោកឧត្តមសេនីយ៍ដ៏ខ្លាំងពូកែប្រហែលជាចូលចិត្តការជិះចាប់ដោយសារឆក់ខ្សែភ្លើងហើយមើលទៅហេតុអីក៏មិនព្រមទទួលស្គាល់ខ្ញុំនឹងនិយាយម្ដងទៀតខ្ញុំមិនបានធ្វើទេ Brandon Strong ទោះបីជាអ្នកធ្លាប់មានគុណបំណាច់ចំពោះជាតិក៏ដោយក៏អ្នកមិនអាចធ្វើអ្វីតាមតែអំពើចិត្តបានដើម្បីប្រជាជនស្លូតត្រង់ដែលកំសត់ឯងត្រូវតែទទួលទោសឲ្យធ្ងន់ធ្ងរបំផុតខ្ញុំសូមប្រកាសថាបង្កើនការវាយនិងរំពាត់ដល់200ឈើចាប់ផ្ដើមវាយទៅស្លាប់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 ទៅនរណាហ៊ានប៉ះពាល់បងប្រុសរបស់ខ្ញុំតើនាងជាអ្នកណាហ៊ានណាស់មកបង្កការរំខានក្នុងតុលាការកំពូលអាស៊ីបែបនេះមីនីហេតុអីប្អូនមកទីនេះបង Brandon ខ្ញុំនឹងបញ្ជាក់ពីភាពស្អាតស្អំរបស់បងឲ្យបានឯងជាអ្នកណាទីនេះមិនមែនជាកន្លែងដែលឯងត្រូវមកហើបមាត់ទេចេញទៅឥឡូវនេះម្ចាស់ទឹកដីអាស្ទីនឹងមកដល់ទីនេះក្នុងពេលដើម្បីធ្វើជាសាក្សីក្នុងការកាត់បើឯងបង្កបញ្ហានៅទីនេះយើងនឹងយកជីវិតឯងអូហូលោកលោកពិតជាមានអំណាចខ្លាំងណាស់ឈប់និយាយរឿងឥតប្រយោជន៍ទៅចេញទៅមែននេះសូមត្រឡប់ទៅផ្ទះវិញទៅខ្ញុំមិនចង់នាំទុក្ខដល់អ្នកទេ Brandon ដើម្បីអ្នកនិងដើម្បីប្រជាជនបាសៀថ្ងៃនេះខ្ញុំមិនទៅណាដាច់ខាតឯងចង់រកសេចក្តីស្លាប់មែនទេចង់សាករសជាតិរំពាត់មែនទេក្នុងនាមជាអនុប្រធានតុលាការកំពូលនៃក្រុងបាសៀហេតុអ្វីបានជាឯងហ៊ានមើលងាយច្បាប់បែបនេះច្បាប់នៅបាសៀហើយគឺជារូបខ្ញុំនេះហើយជាច្បាប់បើឯងហ៊ានមកបង្កបញ្ហានៅទីនេះខ្ញុំមិនលើកលែងឲ្យឯងទេពួកឯងចាប់នាងទៅចាំមើលខ្ញុំនឹងចាត់ការឯងដោយផ្ទាល់នៅពេលក្រោយកុំប៉ះពាល់ប្អូនស្រីខ្ញុំតើឯងជានរណាឲ្យប្រកាសបានជាមានអំណាចដល់ថ្នាក់ហ្នឹងតើឯងជានរណាឲ្យប្រកាសបានជាមានអំណាចដល់ថ្នាក់ហ្នឹងឯងគ្មានសិទ្ធិដឹងថាខ្ញុំជានរណាទេឲ្យងប់ចុះស្រីម្នាក់នេះប្រហែលជាអ្នកធំដុំមកពីណាហើយមើលទៅនេះមិនមែនជាស្រីឈួតដ៏ល្បីឈ្មោះនៅភូមិសន្តិភាពទេអីឯងស្គាល់នាងដែរខ្ញុំមានសាច់ញាតិម្នាក់មកពីភូមិនោះស្រីម្នាក់នេះគឺជាប្រពន្ធរបស់វិកពីមុននាងធ្លាប់ជាមនុស្សពិការមិនដឹងជាយ៉ាងម៉េចស្រាប់តែនាងទៅជាឈួតហូអូអីចឹងនាងគឺជាស្រីឈួតសោះបងស្រីខ្ញុំមិនបានឈួតទេគាត់គ្រាន់តែឈឺហើយឥឡូវជាសះស្បើយទាំងស្រុងហើយអីចឹងមានន័យថាគាត់មានបញ្ហាអារម្មណ៍មែនទេសំហេតុផលតើខ្ញុំចង់និយាយថាតើមានមនុស្សប៉ុន្មានអ្នកនៅភូមិសន្តិភាពដែលគ្រប់ទឹកនោះមែនហើយមើលទៅអញហាក់ដូចជាស្គាល់ភូមិសន្តិភាពច្បាស់ណាស់ណាពិតមកទៅទោះអញល្ងងឬឈួតក៏យើងមិនខ្វល់ដែរបើអញបង្កបញ្ហាខ្ញុំមិនលើកលែងឲ្យទេថ្ងៃនេះខ្ញុំមិនមែនមកបង្កបញ្ហាទេខ្ញុំមកទីនេះដើម្បីរកយុត្តិធម៌ឲ្យបងប្រុសខ្ញុំសូម្បីសិទ្ធជាមូលដ្ឋានក៏លោកមិនឲ្យគេផងក្នុងការការពារខ្លួនបើតាមមើលការកាត់ក្តីដ៏យុត្តិធម៌នេះខ្ញុំមានតែសង្ស័យថាលោកមានបំណងលាក់កំបាំងអ្វីផ្សេងមានភស្តុតាងច្បាស់លាស់ថា Brandon Strong បានសម្លាប់រង្គាលលើជន Civil ថតចុះក្នុងវីដេអូទៀតតើលោកបកស្រាយយ៉ាងម៉េចអីចឹងចុះខ្ញុំមានភស្តុតាងថ្មីសម្រាប់លោកបញ្ជូនពួកគេទាំងអស់ទៅតំបន់សុវត្ថិភាពនេះគឺជាវីដេអូច្បាប់ដើមក្នុងវីដេអូនេះបងប្រុសខ្ញុំមិនបានសម្លាប់រង្គាលអ្វីឡើយវីដេអូនេះគឺជាភស្តុតាងដ៏សំខាន់បំផុតហើយវាត្រូវបានដាក់លេខកូដសម្ងាត់តើនាងបានវាដោយរបៀបណាខ្ញុំក៏មានរបាយការណ៍ត្រួតពិនិត្យនៅទីនេះដែររបាយការណ៍បញ្ជាក់ថាវីដេអូមុននេះត្រូវបានបង្កើតឡើងដោយប្រើអីវាត្រូវចំណាយពេល1ថ្ងៃទើបបានរបាយការណ៍នេះចុះហេតុអ្វីបានជាតុលាការកំពូលមិនមានវាទៅវិញតើអញចង់ជំទាស់នឹងសារដីកាស្ថាពររបស់តុលាការកំពូលមែនទេគ្រាន់តែផ្អែកលើក្រដាស់ប៉ុន្មានសន្លឹកហ្នឹងមើលឲ្យច្បាស់ទៅនេះគឺជាត្រាផ្លូវការរបស់ស្ថាប័នដែលមានកេរ្តិ៍ឈ្មោះបំផុតជាអង្គភាពត្រួតពិនិត្យលក្ខណៈអន្តរជាតិលទ្ធផលនៃការធ្វើតេស្តនេះគឺមិនអាចប្រកែកបានឡើយឯងគ្រាន់តែជាអ្នកស្រែសោះតើឯងទៅរកបាយការណ៍តេស្តស្តង់ដារខ្ពស់បែបនេះមកពីណាហ៎នេះច្បាស់ជាឯកសារคล้ายៗហើយនាងកំពុងតែប្រឌិតភស្តុតាងคล้ายៗមីស្រីឈួតមកពីស្រែនេះពិតជាមិនចេះខ្មាស់គេមែនកាត់ទោសប្រហារជីវិតនាងដែរបាទកាត់ទោសប្រហារជីវិតនាងទៅកាត់ទោសប្រហារជីវិតនាងទៅកាត់ទោសបើលោកមិនជឿលើភស្តុតាងទេអញ្ចឹងហៅសាក្សីចូលមកអ្នកសង្គ្រោះរបស់ខ្ញុំ
លោកអ្នកសង្គ្រោះហេតុអ្វីលោកមកទីនេះក្រោកឡើងឲ្យលឿនមកក្រោកឡើងក្រោកលោកមេតប Strong ទើបតែប៉ុន្មានខែសោះចុះហេតុអ្វីតើមានរឿងអ្វីកើតឡើងចំពោះលោកខ្ញុំមិនអីទេតើអ្នកសុខសប្បាយទេលោកបានជួយពួកយើងពីសង្គ្រាមហើយថែមទាំងផ្ដល់ផ្ទះថ្មីឲ្យពួកយើងទៀតឥឡូវនេះពួកយើងរស់នៅបានស្រួលហើយលោកមេតប Strong អរគុណណាស់ដែលបានជួយសង្គ្រោះកូនខ្ញុំឥឡូវនេះគេបានចូលរៀនហើយល្អណាស់តើពួកគេមិនមែនជាជនស៊ីវិលដែលស្លាប់ក្នុងវីដេអូនោះទេអីឬមួយក៏លោកមេតបត្រូវបានគេទម្លាក់កំហុសលោកឡោតើទាំងនេះជាជនស៊ីវិលដែលលោកធ្លាប់អះអាងថាត្រូវបានសម្លាប់រង្គាលដោយបងប្រុសខ្ញុំមើលចុះពួកគេនៅរស់ហើយសុខសប្បាយទេតើឯងមានអ្វីចង់និយាយទៀតទេមនុស្សទាំងនេះគ្រាន់តែមានមុខមាត់ស្រដៀងនឹងអ្នកនៅក្នុងវីដេអូប៉ុណ្ណោះតែប៉ុណ្្នឹងឯងតើឯងជួយពួកគេឲ្យមកប្រថុយជីវិតអស់ប៉ុន្មានហើយធ្វើពុតជាសាក្សីបែបនេះមេតប Strong ជាអ្នកជួយសង្គ្រោះពួកយើងលោកបានជួយសង្គ្រោះជីវិតជនភៀសខ្លួនរាប់ពាន់នាក់តើឯងចង់ទម្លាក់កំហុសឲ្យលោកមែនទេយើងនឹងស្វែងរកយុត្តិធម៌ឲ្យគាត់ទោះបីជាត្រូវប្តឹងដល់ថ្នាក់លើក៏ដោយយុត្តិធម៌សម្រាប់លោកមេតបឥឡូវនេះយើងមានទាំងភស្តុតាងនិងសាក្សីបើឯងនៅតែបន្តតាមព្យាបាទបងប្រុសយើងទៀតកុំបន្ទោសថាខ្ញុំចិត្តដាច់ឲ្យសោះមីស្រីអ្នកភូមិថោកទាបអញហ៊ានណាស់ដែលនាំពួកអ្នកសម្ដែងទៅហើយមកបង្កចលាចលក្នុងសនីការនេះជាចំចាប់ពួកវាទៅតាមច្បាប់ទៅឲ្យលឿនទៅចេញទៅឯងហ៊ានល្មើសច្បាប់ផងចំណែកស្រីម្នាក់នេះចាប់នាងដែរទៅរឿងឈួតអីហ្នឹងលោកខ្លីតើលោកមិនត្រូវជួបអ្នកគ្រប់គ្រងក្រុងវ៉ាស្យាទេហេតុអ្វីមានខ្សែដៃសម្ងាត់នាងគឺជាអ្នកគ្រប់គ្រងថ្មីរបស់វ៉ាស្យាតើលោកខឹងនឹងម្នាក់នេះដែលមកបង្កបញ្ហានៅទីនេះមែនទេវាគឺជាកំហុសរបស់ស្រីចង្រៃម្នាក់នេះនាងបានដាក់ភស្តុតាងคล้ายមួយគំនរថែមទាំងនាំពួកទូសម្ដែងមកបង្កបញ្ហានៅទីនេះទៀតដើម្បីជួយសង្គ្រោះជនល្មើសម្នាក់នេះ Brandon Strong ពួកវាទាំងពីរនាក់គួរតែត្រូវប្រហារជីវិតចោលអូលោកជនល្មើសនៅឯណោះតើហេតុអីលោកមកវាខ្ញុំទៅវិញភ្លើឥតប្រយោជន៍អញដឹងទេថាគាត់ជាអ្នកណាមិនមែនគ្រាន់តែជាមីស្រីស្រែចង្រៃម្នាក់ទេអីអូយសូមគោរពអធិរាជនៃដែនដីវ៉ាស្យាលឿនឡើងឆាប់គោរពអធិរាជភ្លាមទឹកថ្វាយបង្គំម្ចាស់ទឹកដីវ៉ាស្យាម្ចាស់ទឹកដីវ៉ាស្យាខ្លួនតូចទ្រង់គឺជាម្ចាស់ទឹកដីវ៉ាស្យាសូមមេត្តាប្រណីផងព្រះអង្គអំបញ្ញមិញទូបង្គំមិនដឹងថាជាទ្រង់ទេទាំងអស់នេះជាកំហុសទូបង្គំសូមទ្រង់មេត្តាប្រណីផងដោយសារទ្រង់បានការពារទូបង្គំជាច្រើនលើកមកហើយខ្ញុំនឹងបំពេញតួនាទីជាម្ចាស់ទឹកដីអាស្យាជាច្រើនឆ្នាំមកនេះ Las Vegas ត្រូវបានគ្រប់គ្រងមិនបានល្អទេបណ្ដោយឲ្យពួកបញ្ញាក្អែកដូចជាឯងរស់នៅបានសុខចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបោះសម្អាតរឿងអាស្រូវទាំងនេះដោយចាប់ផ្ដើមពីតុលាការកំពូលលោកឡតើលោកមានបញ្ហាអ្វីដែរចំពោះភស្តុតាងដែលខ្ញុំបានដាក់ជូនមុននេះអត់ទេគ្មានបញ្ហាអ្វីតតែសោះចុះបងប្រុសរបស់ខ្ញុំមានទោសឬក៏គ្មានទោសលោកឧត្តមសេនីយ៍ស្រតងត្រូវបានគេមួលបង្គាត់ត្រូវបានគេទម្លាក់កំហុសតាំងពីដំបូងមកម្លេះក្នុងរឿងក្តីនោះប្រាប់មកថាអ្នកណាជាអ្នកបញ្ជាឲ្យឯងទម្លាក់កំហុសលើមនុស្សស្អាតស្អំខ្ញុំនឹងនិយាយហើយគឺ Stephen Gold អីចឹងពិតជាគាត់មែនជាច្រើនឆ្នាំមកនេះឯងបានក្តោបក្តាប់សេដ្ឋកិច្ចនិងប្រព័ន្ធច្បាប់ដែលជាសរសៃឈាមដ៏សំខាន់ទាំងពីររបស់វ៉ាជាច្រើនឆ្នាំមកនេះឯងបានប្រព្រឹត្តអំពើអាក្រក់ជាច្រើននិងទម្លាក់កំហុសលើមនុស្សស្លូតត្រង់រាប់មិនអស់លោក Clay នាំខ្លួន Paulo ទៅសួរចម្លើយទៅបើកសំណុំរឿងអយុត្តិធម៌ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះឡើងវិញហើយពិនិត្យមើលពួកវាឡើងដើម្បីផ្ដល់ភាពស្អាតស្អំដល់អ្នកដែលគ្មានទោសកំហុសព្រះករុណាព្រះអង្គសូមមេត្តាផងព្រះអង្គសូមមេត្តាផងសូមព្រះអង្គមេត្តាពិនិត្យមើលការស៊ើបអង្កេតឡើងវិញបងប្រុសរបស់ទូបង្គំ Brandon Strong មិនដែលបានប្រព្រឹត្តអំពើខុសច្បាប់ឬបង្កវិនាសកម្មណាមួយឡើយហើយក៏មិនដែលបានសម្លាប់រង្គាលលើប្រជាជនស៊ីវិលតំណែងជាមេតបរបស់គាត់នឹងត្រូវប្រគល់ជូនវិញភ្លាមក្នុងនាមក្រុមហ៊ុន Apex ផងដែរខ្ញុំបញ្ជាឲ្យសភាពាណិជ្ជកម្មទាំងអស់ក្នុងក្រុង Vashti បរិច្ចាគថវិកា$1000 លានដល់ជនរងគ្រោះដោយគ្រោះមហន្តរាយដើម្បីជួយពួកគេសាងសង់ផ្ទះសម្បែងឡើងអរគុណលោកម្ចាស់គាត់ពិតជាស័ក្តិសមជាអ្នកដឹកនាំណាស់ដែលមានចិត្តមេត្តាបែបនេះខ្ញុំយល់ស្របចេញបញ្ជាឲ្យតាមប្រមាញ់ខ្លួន Stephen Gold ឲ្យបានលើសពីក្រោយបញ្ចប់ការព្យាបាលចុងក្រោយនៅថ្ងៃស្អែកឯងនឹងជាសេះស្បើយទាំងស្រុងហើយល្អណាស់អូយទៅចាប់វាឲ្យលឿនជន់ឲ្យអស់ទៅកុំកម្រើកនៅឲ្យស្ងៀម
នេះទៀតបិទមកដាច់សញ្ញារបស់ Lacey ហើយឬមួយពួកគេរកឃើញនាឡិការបស់នាងហើយចុះលោកមេតប Strong បានបញ្ជូនតបទៅតាមរក Lacey ហើយកុំបារម្ភអីគង់តែរកនាងឃើញទេរឿងនេះប្រកាសជាមានអ្វីលើសពីនេះទៀតខ្ញុំបន់ស្រន់សូមឲ្យ CZ និង Lacey សុខសប្បាយចុះរកពួកគេឃើញហើយមែនទេតែខ្ញុំបានបន្ថែមមនុស្សឲ្យជួយតាមរកហើយ CZ Lacey មិននេះកុំបារម្ភអីឲ្យតែពួកគេនៅក្នុង Bastra ខ្ញុំនឹងរកពួកគេឲ្យឃើញជាក់ជាមិនខាននាំពួកគេចូលមកទៅត្រង់នោះទៅគឺឯងសោះចុះវាមានន័យថាម៉េចខ្ញុំសូមណែនាំឲ្យឯងលែងពួកយើងទៅបើបងស្រីខ្ញុំដឹងឯងកុំសង្ឃឹមថារួចខ្លួនឲ្យសោះឯងស្មានថាខ្ញុំខ្លាចមីស្រីម្នាក់នោះមែនទេ Steven ខ្ញុំដឹងថាគឺជាឯងដែលចាប់ខ្លួន CZ និង Lacey ទៅនិយាយអ្វីមួយមកម៉ាក់